Tôi mà ngay khác, ta bom miếng thằng miếng chi mua màu đấy. Miếng đấy, nhưng đã hồi họ từ phải rằng ở dân lần chẳng này. Đằng chẳng mẹ là miếng mua muối nông nông ớt. Miếng thế thì mình đã ơi nè. Bà mình đã ơi cầm trâu mau. Ê, khoan để trâu mau ta thấy. Tôi ấy mấy cái ơi trâu đó, anh khơi nhai non khai cái ơi trâu rồi. Sao mà vậy chứ? Để ba người dân tăng ra. Ở đó chân mình, tôi có chân. Mình trâu đó. Đấy, bọn ai xông ai cái sao thì con này, mơ miếng lục chân. Sa bom miếng bọt miếng mua thế, bọn ai cầm trâu, vô lọt sa ba nọt. Miếng ra trâu nè, nơi cả. Nè, sa không bọn ai trâu mà tay. Cái là bong sa không. Ai đã ham đó, nơi mình là ham từ một khả năng tham mà mình ta. Ý, còn bọn bạn dây kia mấy. Bọn ai chân trái. Lại rồi mà không bật cái camera nhá, đã đôi chỗ đấy nè. Hả đây không chơi ra, nó con chân. Anh lên cái chân. Để vô cả. ក្រុមហ៊ុនម៉ៅការដេញថ្លៃមូលនិធិឃុំសង្កាត់ចំនួន20គ្រងនឹងដាក់ពាក្យប្តឹងពីលោកសឹងគិរីវ៉ាន់ឌីចោទប្រកាន់អំពើរំលោភអំណាចនិងលំអៀងក្នុងការដេញថ្លៃខេត្តត្បូងឃ្មុំថ្មីនេះមានក្រុមហ៊ុនម៉ៅការចំនួន20បានចូលរួមប្រកួតដេញថ្លៃគម្រោងមូលនិធិឃុំសង្កាត់បានស្នើសុំយុត្តិធម៌ដោយគ្រងនឹងដាក់ពាក្យប្តឹងពីលោកសឹងគិរីវ៉ាន់ឌីនាយកទីចាត់ការផែនការនិងវិនិយោគសេដ្ឋកិច្ចខេត្តត្បូងឃ្មុំទៅឯកឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅក្នុងពាក្យគ្រងនិងប្តឹងរបស់ពួកគេក្រុមហ៊ុនទាំងនេះបានចោទប្រកាន់លោកសឹងគិរីវ៉ាន់ឌីពីបទរំលោភអំណាចនិងប្រើអំណាចយ៉ាងលំអៀងដោយឲ្យតែបកពួកខ្លួនឯងឬក្រុមហ៊ុនជាប់ទំនាក់ទំនងជាមួយបុគ្គលណាមួយឲ្យចូលដេញថ្លៃក្នុងគម្រោងជាក់លាក់ហើយមិនឲ្យក្រុមហ៊ុនឯកជនផ្សេងចូលរួមដេញថ្លៃស្មើភាពនោះបានទេចំណុចចោទប្រកាន់ចម្បងមានចំនួន2មួយរំលោភអំណាចអ្នកដឹកនាំមូលនិធិខេត្តដែលមានឈ្មោះខាងលើត្រូវរងការចោទថាបានប្រើអំណាចក្នុងការបង្ខំឲ្យគម្រោងតាមឃុំសង្កាត់មួយចំនួនត្រូវផ្ដល់ឲ្យតែជនជាប់ពាក់ព័ន្ធជាមួយខ្លួនពីប្រើច្បាប់ដោយចៃដន្យពាក្យប្តឹងចោទថាលោកសឹងគិរីវ៉ាន់ឌីបានប្រើសិទ្ធិដោយច្បាប់ចេញពីមាត់ខ្លួនឯងនិងបដិសេធមិនឲ្យក្រុមហ៊ុនតូចដែលមានសមត្ថភាពចូលរួមដេញថ្លៃទេក្រុមហ៊ុនគ្រងនឹងប្តឹងស្នើសុំឲ្យក្រសួងពាក់ព័ន្ធពិនិត្យមើលលទ្ធភាពនៃការលំអៀងនិងអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវដើម្បីធានាសិទ្ធិស្មើភាពសម្រាប់គ្រប់ក្រុមហ៊ុនឯកជននិងបង្កើនសេចក្តីទុកចិត្តចំពោះប្រព័ន្ធរាជរដ្ឋាភិបាលរហូតដល់សប្តាហ៍ថ្ងៃនេះមិនទាន់មានចំណាត់ការជាផ្លូវការចំពោះលោកសឹងគិរីវ៉ាន់ឌីនៅឡើយនោះទេករណីនេះកំពុងជាប់ចំណាប់អារម្មណ៍ខ្លាំងពីសាធារណជននិងស្ថាប័នសារព័ត៌មានគូបញ្ជាក់ថាចាប់តាំងពីលោកសឹងគិរីវ៉ាន់ឌីបានកាន់តួនាទីជានាយកទីចាត់ការផែនការនិងវិនិយោគខេត្តត្បូងឃ្មុំរយៈពេលជាច្រើនឆ្នាំកន្លងមកបានបើកដៃឲ្យក្រុមហ៊ុននិងបុគ្គលមួយចំនួនដែលជាបកពួករបស់ខ្លួនធ្វើសកម្មភាពយ៉ាងអនាធិបតេយ្យគ្រប់កម្មវិធីដេញថ្លៃគម្រោងមូលនិធិឃុំសង្កាត់ដូចជាដើរចរចាលុយទឹកតែហាមឃាត់ក្រុមហ៊ុនដទៃមិនឲ្យចូលដាក់សំណើដេញថ្លៃបានទាន់ពេលវេលាបិទការទទួលសំណើដេញថ្លៃមុនពេលកំណត់លក្ខណៈមិនតែប៉ុណ្ណោះលោកសឹងគិរីវ៉ាន់ឌីបានធ្វើដល់ក្រុមហ៊ុនអ្នកជាប់ពន្ធតូចមិនឲ្យចូលរួមដាក់សំណើដេញថ្លៃឡើយដែលបានប្រើអំណាចលើសពីតួនាទីរំលោភលើសេចក្តីសម្រេចរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុលេខ009 សហវប្រកចុះថ្ងៃទី12ខែមករាឆ្នាំ2021ស្តីពីការកំណត់ចំណាត់ថ្នាក់អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសទង្វើនេះគឺសបញ្ជាក់ពីទង្វើទុច្ចរិតរបស់លោកសឹងគិរីវ៉ាន់ឌីក្នុងគោលបំណងការពារផលប្រយោជន៍ឲ្យបុគ្គលណាម្នាក់ឬក្រុមហ៊ុនណាមួយដែលជាបកពួកដោយមិនចង់ឲ្យមានក្រុមហ៊ុនចូលរួមដេញថ្លៃច្រើនខ្លាចមានការប្រកួតប្រជែងធ្វើឲ្យតម្លៃដេញថ្លៃធ្លាក់ចុះខ្លាំងជាមួយគ្នានេះដែរកន្លងមកក៏មានក្រុមហ៊ុនមួយចំនួនកើតទុកមិនសុខចិត្តនឹងទង្វើជិះជាន់ច្បាប់រំលោភអំណាចរបស់លោកសឹងគិរីវ៉ាន់ឌីពួកគេក៏បានដាក់ពាក្យបណ្ដឹងនិងពាក្យសុំអន្តរាគមន៍ទៅរដ្ឋបាលខេត្តត្បូងឃ្មុំជាច្រើនលើកហើយក្រោយមកក៏មានក្រុមការងាររបស់ក្រសួងមហាផ្ទៃចុះមករួចក៏ស្ងាត់ទៅវិញគូបញ្ជាក់ជាចុងក្រោយក្រុមហ៊ុនអ្នកម៉ៅការដេញថ្លៃមូលនិធិឃុំសង្កាត់នៅក្នុងខេត្តនិងក្រៅខេត្តត្បូងឃ្មុំសូមគោរពសំណូមពរទៅសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនិងអាយដាមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃអគ្គមន្ត្រីសភាចាអូនប៉មនិរតឧបនាយករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុអាយដាមអោមយិនទៀងសូមគោរពមេត្តាមានវិធានការនិងស៊ើបអង្កេតឲ្យបានស៊ីជម្រៅចំពោះលោកសឹងគិរីវ៉ាន់ឌីនាយកទីចាត់ការផែនការវិនិយោគខេត្តត្បូងឃ្មុំនិងជួយអន្តរាគមន៍ចាត់វិធានការមកលើបុគ្គលដែលរំលោភអំណាចម្នាក់នេះដើម្បីឲ្យអ្នកក្រោយគេចូលមកបម្រើសេវាសាធារណៈជូនពលរដ្ឋឲ្យបានល្អ